សួស្តីបងប្អូនអរគ្នាបាទបងប្អូនតែងតែជួបរឿងមួយចំនួនដូចខ្ញុំនៅពេលដែលយើងធ្វើដំណើរតាមផ្លូវជិះម៉ូតូឬក៏ធ្វើដំណើរតាមរថយន្តក៏ដោយមានបងប្អូនខ្លះអឺគាត់នៅពីក្រោយយើងទេប៉ុន្តែគាត់មកដល់ក្បែរយើងគាត់ចាប់ដើមសញ្ញោវ៉ាតែម្ដងសញ្ញោស្ដាំឬក៏សញ្ញោឆ្វេងវ៉ាផ្លូវមុខយើងតែម្ដងបើសិនណាផ្លូវករណីផ្លូវយើងបត់មានផ្លូវបត់អញ្ចឹងខ្ញុំអត់ដឹងគាត់គិតមិនទេចុះបើសិនណាគាត់វ៉ាទៅហើយយើងបើមានការប៉ះគ្នាទៅវាមានករណីកើតឡើងផ្សេងដែលយើងមិនអាចមើលឃើញតាំងប្រកែកគ្នាហើយខ្ញុំតែងជួបជឿញឹកញាប់មិនថាបងឬក៏បងប្អូនណាដែលបើករថយន្តឬក៏បើកបតឲ្យម៉ូតូឯងឲ្យតែគាត់មកពីក្រោយគាត់វ៉ាគាត់សញ្ញោឬក៏គាត់សាផ្លេគាត់វ៉ាពីមុខយើងតែម្ដងដោយកំពុងតែយើងនឹងកំពុងតែបើកបតដូចគ្នាដែរភាគច្រើនគឺអញ្ចឹងហើយខ្ញុំក៏សូមអធិស្ឋានដែរដែលមិនដឹងថាជួបប្រទះឬដូចខ្ញុំដែរឬអត់ទេហើយសូមជួបបងស្អីក៏សំណូមពរបងប្អូនមួយចំនួនដែលតែងតែចូលចិត្តសញ្ញោភ្លាមវ៉ាភ្លាមអញ្ចឹងវាអាចមានបញ្ហាកើតឡើងក្នុងករណីចាច់ដាច់ចៃដន្យណាមួយអញ្ចឹងសូមបងអាចគិតថានៅពេលដែលចង់វ៉ាសូមបន្ថយល្បឿនបន្តិចឲ្យអ្នកខាងមុខគាត់ទៅផុតសិនទៅឲ្យគាត់ទៅផុតសិនទៅចាំវ៉ានេះគឺជាសិលធម៌មួយហើយខ្ញុំនៅតែខ្ញុំគិតខុសគិតត្រូវឯងពីព្រោះអីខ្ញុំឃើញគេវ៉ាពីមុខប្រហែលដងហើយខ្ញុំជិះយឺតដែរទេហើយបើសិនណាខ្ញុំជិះលឿនដែរហ្នឹងប្រហែលជាដឹងតែត្រូវហ្នឹងជាករណីបែបហ្នឹងដឹងប៉ះពាល់ប្រហែលដងប៉ុន្តែឃើញថាមានបងមួយចំនួនក៏គាត់យកយល់ច្រើនដែរហើយក៏សូមអធិស្ឋាននៅការដែលខ្ញុំបញ្ចេញយោបល់បែបនេះបាទអរគុណច្រើន